អត្ថបទទី8យើងជាទំនួលខុសត្រូវចំពោះគ្នាជីវិតយើងម្នាក់ៗនេះណាត្រូវបានបង្កើតមកឲ្យមាននូវការតភ្ជាប់រវាងគ្នានឹងគ្នារួមទាំងជីវិតមនុស្សសត្វនិងរុក្ខជាតិចក្រវាលបានបង្កើតជីវិតខ្ញុំនិងអ្នកមកមិនមែនមានតែម្នាក់ឯងនោះទេពលគឺមានទាំងពួកយើងជាមនុស្សពួកគេជាសត្វនិងជារុក្ខជាតិគ្រប់ប្រភេទទាំងនេះជាហេតុផលសមល្មមគ្រប់គ្រាន់នឹងអាចយល់បានថាពួកយើងសុទ្ធតែត្រូវការគ្នាទៅវិញទៅមកហើយពួកយើងសុទ្ធតែអាចផ្ដល់ឲ្យគ្នានូវជំនួយនិងកិច្ចការល្អៗដើម្បីធ្វើយ៉ាងណាឲ្យជីវិតអាចបន្តដំណើរទៅមុខបានដោយភាពរីកចម្រើននិងល្អប្រសើរដើម្បីយល់ឲ្យបានកាន់តែច្បាស់ខ្ញុំនឹងលើកយកនូវឧទាហរណ៍មួយចំនួនមកបង្ហាញថាពួកយើងពិតជាមានទំនួលខុសត្រូវចំពោះគ្នានិងត្រូវការគ្នាពិតប្រាកដមែនដើម្បីបានលំនៅឋានដ៏ស្រស់ស្អាតអគារធំខ្ពស់ស្កឹមស្កៃគឺយើងត្រូវការអ្នករចនាប្លង់ស្ថាបនិកនិងជាងសាងសង់ដែលមានជំនាញពិតប្រាកដដើម្បីសាងសង់វាឡើងមកចំណែកឯអ្នកដែលប្រើប្រាស់គឺជាអ្នកដែលមានទំនួលខុសត្រូវក្នុងការបង់ប្រាក់ដល់ក្រុមមនុស្សទាំងនោះដើម្បីបានយានជំនិះមិនថាផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាសនោះទេគឺយើងត្រូវការអ្នកមានជំនាញបច្ចេកទេសក្នុងការធ្វើនិងដំឡើងវាឲ្យចេញជារូបរាងអាចប្រើប្រាស់បានរីឯអ្នកទិញយានជំនិះទាំងនោះយកទៅប្រើប្រាស់ឬបំពេញតម្រូវការក្នុងអាជីវកម្មរបស់ខ្លួនត្រូវមានទំនួលខុសត្រូវក្នុងការបង់ប្រាក់ដល់អ្នកដែលបង្កើតរបស់ទាំងនោះឡើងមកអ្នកជំងឺអាចជាសះស្បើយទៅបានក៏អាស្រ័យលើផ្នែកសុខាភិបាលវេជ្ជសាស្ត្រថ្នាំពេទ្យនិងគ្រូពេទ្យដែលមានចំណេះដឹងព្រមទាំងជំនាញច្បាស់លាស់ដើម្បីបានអាហារផ្គត់ផ្គង់ដល់មនុស្សសត្វទាំងអស់ជារៀងរាល់ថ្ងៃពិភពលោកពិតជាត្រូវការកសិករដើម្បីបង្កើតនូវផលិតផលកសិកម្មដែលរួមមានដូចជាស្រូវបន្លែផ្លែឈើគ្រាប់ធញ្ញជាតិត្រីនិងសាច់សត្វជាដើមដើម្បីមានសៀវភៅឬឯកសារសម្រាប់សិក្សាស្រាវជ្រាវគ្រប់ចិត្តសាស្ត្រទាំងអស់ត្រូវការកវីនិពន្ធនិងអ្នកសិក្សាស្រាវជ្រាវដើម្បីចងក្រងវាឡើងមកដោយឆន្ទៈនិងក្តីស្រឡាញ់ដើម្បីបានសម្លៀកបំពាក់ស្បែកជើងកាបូបកាតាបឬរបស់ប្រើប្រាស់ផ្សេងៗនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃយើងពិតជាត្រូវការបុគ្គលិកកម្មករកម្មការិនីរាប់លានអ្នកក្នុងការផលិតវាឡើងមកជារៀងរាល់ថ្ងៃដើម្បីបានសង្គមជាតិមួយមានសុខសន្តិភាពយើងត្រូវការអ្នកដឹកនាំនិងមន្ត្រីរាជការដែលមានពេញដោយប្រាជ្ញាភាពវាងវៃមានទឹកចិត្តល្អប្រពៃមានក្តីស្រឡាញ់ចំពោះជាតិនិងប្រជាជនរបស់ខ្លួនព្រមទាំងគិតគូរពីប្រយោជន៍រួមជាធំដើម្បីបានសង្គមជាតិមួយដែលរីកចម្រើនរុងរឿងនិងរឹងមាំយើងពិតជាត្រូវការប្រជាជនដែលមានចំណេះដឹងនិងជំនាញពិតប្រាកដមានក្តីស្រឡាញ់សាមគ្គីគ្នានិងមានដួងចិត្តនៃការចែករំលែកសេចក្តីល្អឲ្យគ្នាទៅវិញទៅមកខាងលើនេះវាគ្រាន់តែជារូបភាពមួយចំនួនដែលបង្ហាញថាយើងម្នាក់ៗពិតជាផ្នែកនៃជីវិតរបស់គ្នាហើយយើងពិតជាមានទំនួលខុសត្រូវចំពោះគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដមិនថាអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកងារអ្នកជាអ្នកមានចំណេះដឹងជ្រៅជ្រះនិងអ្នកដែលទទួលបានការអប់រំតិចតួចនោះទេគ្រប់គ្នាសុទ្ធតែជាផ្នែកនៃជីវិតរបស់គ្នាទៅវិញទៅមកឲ្យតែយើងម្នាក់ៗបន្តធ្វើកិច្ចការងារល្អៗដែលយើងចាំបាច់ត្រូវធ្វើពោលគឺធ្វើទៅតាមសមត្ថភាពចំណេះដឹងនិងជំនាញរបស់យើងម្នាក់ៗដើម្បីបំពេញឲ្យគ្នាទៅវិញទៅមកលើពីផ្នែកដែលយើងអាចមើលឃើញទៅទៀតនោះគឺជាផ្នែកខាងក្នុងនៅក្នុងផ្នែកនេះខ្ញុំចង់សម្ដៅដល់ការចែករំលែកនិងការផ្ដល់ឲ្យគ្នាទៅវិញទៅមកនូវសេចក្តីស្រឡាញ់ក្តីមេត្តាការយកចិត្តទុកដាក់ចំពោះគ្នាដោយមិនប្រកាន់វណ្ណៈជាតិសាសន៍ឬពណ៌សម្បុរអ្វីឡើយនេះមានន័យថារស់នៅឲ្យផ្ទុយពីពាក្យខ្មែរដែលធ្លាប់បានលើកឡើងមកថាសក់អ្នកណាក្បាលអ្នកនឹងពិតណាស់បើយោងទៅតាមរូបភាពពិតជាក់ស្ដែងច្បាស់ណាស់ថាសក់របស់ខ្ញុំវាពិតជានៅលើក្បាលរបស់ខ្ញុំហើយសក់របស់អ្នក
ប្រកាសណាថាពិតជានៅលើក្បាលរបស់អ្នកមែនប៉ុន្តែបើតាមន័យធៀបវិញនោះគឺយើងពុំគួររស់នៅក្នុងភាពអាត្មានិយមដោយមិនគិតមិនខ្វល់ខ្វាយនឹងអ្នកជំវិញខ្លួននិងមានចិត្តចង្អៀតនោះទេយើងសុទ្ធតែជាមនុស្សដូចគ្នាហើយអ្វីដែលតែត្រូវយកចិត្តទុកដាក់ទៅទៀតនោះគឺយើងជាជនរួមសង្គមតែមួយដែលកំពុងតែរស់ជ្រកកោនក្រោមដំបូលនៃប្រទេសជាតិតែមួយនិងជាមនុស្សជាតិដែលរស់នៅក្នុងពិភពលោកតែមួយជាមួយគ្នាប្រសិនជាយើងរីកចម្រើននិងមានក្តីសុខហើយនោះយើងគួររៀនចែករំលែកក្តីសុខនោះទៅកាន់អ្នកដែលកំពុងមានតម្រូវការធ្វើបែបនេះខ្ញុំជឿជាក់ថាអ្នកនឹងរឹតតែមានក្តីសុខគឺក្តីសុខដែលកើតចេញពីការធ្វើសេចក្តីល្អម្យ៉ាងវិញទៀតបើទោះបីជាពេលនេះយើងពុំទាន់មានបានគ្រប់គ្រាន់ក៏ពិតមែនក៏យើងនៅតែអាចធ្វើការល្អនិងអាចចែករំលែករឿងល្អៗដល់គ្នាទៅវិញទៅមកបានតាមរយៈការរស់នៅក្នុងជីវិតដែលមិនបង្កមេរោគដល់សង្គមពោលគឺមិនបង្កការអាក្រក់ឬផលប៉ះពាល់ដល់សង្គមនិងខិតខំប្រឹងប្រែងធ្វើការងារល្អរបស់ខ្លួនឲ្យអស់ពីសមត្ថភាពដើម្បីបំពេញឲ្យគ្នាទៅវិញទៅមកត្រូវចាំថាបើយើងជាជនសង្គមដែលសុទ្ធតែល្អនិងរឹងមាំនោះសង្គមជាតិយើងក៏នឹងបានសុខរីកចម្រើននិងរឹងមាំដូចគ្នាដែរបន្តប្រឹងប្រែង